ស្រីយើងបានត្រឡប់មកផ្ទះវិញរីឯប្តីរបស់គាត់កំពុងតែអង្គុយរងចាំនៅផ្ទះនៅពេលដែលឃើញនីត្រឡប់មកលោកក៏បានក្រោកឡើងក៏បានចាប់ដៃអ្នកនាងនីថាអូននៅឯណាតើអូនទៅទីណាហេតុអ្វីក៏ខ្លួនអូនសើមជោគអញ្ចឹងលោកលូជីបានអង្អែលក្បាលតួស្រីរបស់យើងតួស្រីយើងគាត់ក៏បានគៀសដៃប្តីរបស់គាត់ចេញមិនឆ្លើយតបតនោះទេនាងក៏បានដើរទៅកន្លែងចាត់ទឹកផឹកធ្វើប្រងើយបន្ទាប់មកលោកលូជីគាត់អត់ដឹងទេថាតួស្រីយើងនេះបានស្ដាប់ពាក្យពេចន៍ដែលគាត់និយាយជាមួយនឹងប្អូនស្រីរបស់នាងរួចរាល់ហើយលោកលូជីគាត់ក៏បានដើរមកពីក្រោយតួស្រីយើងគាត់ក៏បានយកដៃអោបចង្កេះតួស្រីរបស់យើងហើយគាត់ក៏បាននិយាយទៅកាន់តួស្រីយើងថានេះខ្ញុំកំពុងរងចាំអ្នកទៅទទួលរបាយការណ៍ពិនិត្យសុខភាពនៅក្រុមហ៊ុនអ្នកមិនបានទៅក្រុមហ៊ុនរហូតដល់ងងឹតតើអ្នកមិនមានបញ្ហាអ្វីកើតឡើងចំពោះអ្នកទេឬតួស្រីពេលស្ដាប់ឮបែបហ្នឹងគាត់ក៏បានដាក់កែវទឹកចុះគាត់ដកដង្ហើមធំក៏បាននិយាយប្រាប់ថាខ្ញុំហត់ពេកខ្ញុំមិនបានទៅបន្ទាប់ពីលោកលូជីបានលើដូច្នេះគាត់ក៏បានញញឹមក៏បាននិយាយថាចុះហេតុអ្វីយើងមិនគោរពពិធីខួបអាពាហ៍ពិពាហ៍របស់យើងរយៈពេល7ឆ្នាំហើយស៊ីរ៉ូត្រូវបានបែកពីប្តីកាលពីឆ្នាំមុនអារម្មណ៍របស់នាងមិនល្អសូមកុំធ្វើឲ្យនាងខឹងខ្ញុំក៏បានជូនកាដូខួបកំណើតរបស់យើងដែរខ្ញុំគិតថាវាជាការលួងលោមនាងហើយអ្នកទាំងអស់គ្នាជាក្រុមគ្រួសារអ្នកមិនគួរខឹងគាត់ទេបន្ទាប់ពីលោកលូជីនិយាយដូច្នេះតួស្រីយើងគាត់ក៏បានសើចគាត់ក៏បាននិយាយថាទេខ្ញុំមិនត្រូវការរបស់នោះទៀតទេបន្ទាប់មកលោកលូជីគាត់ក៏បាននិយាយថាសូមអ្នកកុំនិយាយដោយកំហឹងខ្ញុំធានាខ្ញុំនឹងរៀបចំកាដូដ៏ល្អនិងល្អជាងនេះជូនអ្នកមើលរបស់នោះចុះខ្ញុំបានរៀបចំឲ្យអ្នកជាពិសេសវាជាផ្កាសំណប់ចិត្តរបស់អ្នកឥឡូវនេះខ្ញុំសូមទៅបន្ទប់ធ្វើការបន្តិចបន្ទាប់មកខ្ញុំនឹងមករកអ្នកបន្ទាប់ពីខ្ញុំបញ្ចប់ការងាររួចគាត់និយាយរួចគាត់ក៏បានថើបតួស្រីយើងមួយខ្សើតរួចហើយគាត់ក៏បានដើរចេញពីតួស្រីយើងទៅតែម្ដងរីឯតួស្រីបន្ទាប់ពីលោកលូជីដើរទៅផុតគាត់ក៏បានជូតថ្ពគាត់ចេញគាត់ឆ្អើមរអើមខ្លាំងណាស់បន្ទាប់មកនាងក៏បានយកថូផ្កានឹងមកមើលនាងក៏បាននិយាយថាលូជីអ្នកមិនភ្លេចវាទេថាខ្ញុំចូលចិត្តផ្កានេះប៉ុន្តែអ្នកដែលបំផ្លាញជីវិតរបស់ខ្ញុំមិនមែនស៊ីរ៉ូទេវាគឺជាលោកដែលបំផ្លាញជីវិតរបស់ខ្ញុំបន្ទាប់មកអ្នកនាងនេះគាត់ក៏បានបោកផ្កានឹងចោលតែម្ដងនាងលែងចង់បានរបស់លោកលូជីទៀតហើយនាងក៏បាននិយាយបន្តទៀតថាអ្នកមិនដែលស្រឡាញ់ខ្ញុំទេដូច្នេះអ្នកកុំបារម្ភពីខ្ញុំអី